ខ្ញុំគណៈខ្ញុំសូមថ្វាយគុំប្រគុណចាស់ព្រះមហាប្រធានសាខាសាកលវិទ្យាល័យបាត់ដំបងសូមថ្វាយគុំគុណម្ចាស់គ្រប់ព្រះអង្គសូមគោរពអស់លោកស្រីស្វាគមន៍ចំពោះបងប្អូនដែលអញ្ជើញចូលរួមល្ងាចនេះប្រធានបទដែលខ្ញុំគណៈខ្ញុំលើកមកនេះវាមានទំហំនឹងធំធេងពេកបុគ្គលណានិយាយអំពីអក្សរសិល្ប៍ហ្នឹងវាធំណាស់តែខ្ញុំនឹងព្យាយាមកាត់បង្រួញវាសង្ខេបវាឲ្យខ្លីទាន់កាលវេលាហ្នឹងទី1ទី2ទៀតខ្ញុំណាគិតទេណាបើសិនជាមានពេលខែក្រោយទៀតនឹងខ្ញុំជួយធ្វើបទកថា1ឬ2ទៀតដែលនិយាយអំពីអក្សរសិល្ប៍ខ្មែរនៅក្នុងសម័យអង្គរដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍនៅសេដ្ឋកិច្ចនិងឆ្លុះបញ្ចាំងពីការអនុវត្តនៅការគ្រប់គ្រងរដ្ឋនាសម័យអង្គរនេះចូលដល់ប្រធានបទហ្នឹងខ្ញុំកណាចង់បញ្ជាក់បន្តិចទី1យើងត្រូវស្គាល់ពាក្យកលឹះរបស់វាសិនពាក្យកលឹះគឺអក្សរសិល្ប៍អក្សរសិល្ប៍នេះមានពាក្យកលឹះ2ធំពាក្យកលឹះទី1ជាភាសាអង់គ្លេសថា literature of philosophy ពាក្យកលឹះទី2 literature in philosophy តែខ្ញុំកណាខ្ញុំលើកមកអធិប្បាយថ្ងៃនេះទស្សនវិជ្ជានៃអក្សរសិល្ប៍មិនមែនក្នុងអក្សរសិល្ប៍ទេបើទស្សនវិជ្ជាក្នុងអក្សរសិល្ប៍ឧទាហរណ៍ថានៅក្នុងរឿងធនជ័យដែលលោកបណ្ឌិតវ៉ាន់ឌីកអនលោកបានរកឃើញថាអ្នកប្រាជ្ញខ្មែរពីដើមនោះបានបញ្ចូលនៅទស្សនវិជ្ជានៃវិចារណនិយមឃើញទេនៅក្នុងរឿងបញ្ចុះសម្រុងនឹងជីវិតលោកអាបែកាមូសបានបញ្ចូលនៅទស្សន័យជីវិតឥតន័យអានឹងទស្សនវិជ្ជានៅក្នុងអក្សរសិល្ប៍អានោះវាច្រើនណាស់ព្រោះអក្សរសិល្ប៍នៅលើលោកមានរាប់រយលានរឿងអញ្ចឹងវាមានរាប់រយលានគំនិតនៅក្នុងហ្នឹងតែដែលខ្ញុំលើកយកមកនិយាយអំពីទស្សនវិជ្ជានៃអក្សរសិល្ប៍ទស្សនវិជ្ជានៃអក្សរសិល្ប៍នេះក៏មានអ្នកប្រាជ្ញធំនៅលើលោកហ្នឹងច្រើនដែលកំណត់ឲ្យនិយមន័យហ្នឹងមានសឹងជាង100និយមន័យខ្ញុំឧទាហរណ៍យើងនិយាយពីខ្មែរមុនទៅចុះលោកបណ្ឌិតកេងមិនសាលោកថាអក្សរសិល្ប៍ជាវិជ្ជាស្យង់ដែលចោទដោះស្រាយបញ្ហាមនុស្សដែលឆ្លោះពីបញ្ហាសង្គមលោកកាលម៉ាលោកថាអក្សរសិល្ប៍ជាអាវុធមុខពីរដែលប្រើសិល្បៈយកមកឆ្លោះបញ្ចាំងអំពីបញ្ហាសង្គមលេនីនក៏គាត់ឲ្យគំនិតផាកផែលនឹងដែរតលស្តយអ្នកនិពន្ធអ្នកអក្សរសិល្ប៍ដ៏ល្បីរបស់ជនជាតិរុស្ស៊ីហើយដែលជាអ្នកដែលមានឈ្មោះល្បីណាស់លើពិភពលោកក៏គាត់ឲ្យនិយមន័យដែរថាអក្សរសិល្ប៍គឺការយកសិល្បៈមកឆ្លុះបញ្ចាំងអំពីជីវិតតថភាពនិងសង្គមមានអ្នកនិពន្ធខ្លះទេដែលមានគំនិតផ្សេងពីហ្នឹងដូចទីហោដូចជាអ្នកនិពន្ធសាំងតិចស៊ុយប៉េរីនេះគាត់ថាអក្សរសិល្ប៍ជាគ្រឿងកំសាន្តគ្រឿងកាយកំសាន្តគ្រាន់ជាការសប្បាយទេអញ្ចឹងហើយបានជាយើងបងប្អូនរៀនទិសដីអក្សរសិល្ប៍នេះកន្លែងមុខងារអក្សរសិល្ប៍បងប្អូនឃើញទេមានលោកគ្រូខ្លះលោកកំណត់មុខងារអក្សរសិល្ប៍មាន3ទី1មុខងារពុទ្ធិទី2មុខងារតថៈទី3មុខងារអប់រំឃើញទេពុទ្ធិតថៈនិងអប់រំហ្នឹងហើយដែលឆ្លោះបញ្ចាំងអំពីតថភាពសង្គមតើសង្គមវាដើរទៅដល់ណាសង្គមវាធ្វើអ្វីខ្លះក៏ប៉ុន្តែមានលោកគ្រូថាទៀតថាមុខងារអក្សរសិល្ប៍មាន14នោះគឺមុខងារកំសាន្តនេះអាហ្នឹងទៅយកទិសដីរបស់សាំងតិចស៊ុយប៉េរីហ្នឹងមកបង្ហាញហើយប៉ុន្តែអ្នកខ្លះទៀតគាត់ថាមុខងារអក្សរសិល្ប៍មានរហូតដល់5នោះគឺមុខងារទំនាក់ទំនងឧទាហរណ៍បងអូនអានរឿងប៉ូវេសនីនាំឲ្យបងអូនយល់ដឹងអំពីវប្បធម៌អរិយធម៌របស់ពួកប្រចាំប្រទេសនាយុគសម័យទំនើបដែលបងអូនអានរឿងសាមកុកនាំឲ្យបងអូនយល់អំពីវប្បធម៌អរិយធម៌បូព៌ាប្រទេសនៅក្នុងសម័យបុរាណអាហ្នឹងទំនាក់ទំនងពីមនុស្សមួយទៅមនុស្សមួយពីសង្គមមួយទៅសង្គមមួយដូច្នេះបើយើងនិយាយពីអក្សរសិល្ប៍ជាទូទៅយើងអាចនិយាយបានថាជាមុខវិជ្ជាមួយដែលសិក្សាអំពីមនុស្សហើយដែលបង្ហាញអំពីតថភាពនៅក្នុងសង្គមមនុស្សតែអ្វីដែលពិសេសជាងគេដែលវាខុសពីមុខវិជ្ជាដទៃគឺប្រើសិលវិធីសិលវិធីហ្នឹងហើយដែលខុសពីគេបើកុំមានសិលវិធីអក្សរសិល្ប៍វាคล้ายជាមុខវិជ្ជាប្រវត្តិសាស្ត្រវាคล้ายជាមុខវិជ្ជាទស្សនវិជ្ជាវាคล้ายជាមុខវិជ្ជាសង្គមវិទ្យាហើយ
តែមុខវិជ្ជាប្រវត្តិសាស្ត្រអត់មានបញ្ចូលសិលវិធីទេអញ្ចឹងបានអ្នកខ្លះដែលមិនយល់ច្បាស់គាត់ទៅចាត់ទុកថាអក្សរសិល្ប៍គ្រាន់តែជារឿងអានកំដរអារម្មណ៍នឹងមិនជារឿងចម្លែកទេដែលគាត់អត់មានទិសស្ដីអក្សរសិល្ប៍ហ្នឹងដែលគាត់ស្គាល់ពីនិយមនៃអក្សរសិល្ប៍ហ្នឹងអញ្ចឹងអានេះចំណុចសំខាន់ជាងគេបំផុតនៃការដែលយើងនិយាយអំពីអក្សរសិល្ប៍ហ្នឹងគឺការឆ្លោះបញ្ចាំងអំពីទស្សនវិជ្ជាសង្គមដោយប្រើសិល្បវិធីសង្គមរបៀបណាហើយអ្វីដែលខ្ញុំមានបំណងយកមកបង្ហាញបងប្អូននេះពួកខ្ញុំមានការបារម្ភមិនទៅបារម្ភឃើញថាការរៀនសូត្ររបស់យើងគ្នាច្រើនដល់គ្នាច្រើនចេញទៅវិញនៅក្នុងសង្គមនេះឱកាសដែលផ្ដល់ការងារយើងវាតិចឃើញទេដល់ឱកាសផ្ដល់ការងារតិចហ្នឹងការរៀនសូត្ររបស់យើងវាខកខានវាខាតពេលវេលាខាតជីវិតរបស់យើងអត់ប្រយោជន៍អានឹងជាបញ្ហាមួយដែលត្រូវគិតអញ្ចឹងហើយបានជានៅក្នុងការរៀបចំប្រព័ន្ធអប់រំក្នុងការគិតគូរពីរឿងមុខវិជ្ជារៀនហ្នឹងគេគិតគូរទៅដល់តើសង្គមទៅការងារអីខ្លះទៅរកការអីខ្លះមានអស់លោកខ្លះគាត់ប្រាប់ខ្ញុំថារៀនគណិតវិទ្យារកការងារបានធ្វើច្រើនគាត់យល់ច្រឡំណាគណិតវិទ្យាដែលយើងរៀនសពថ្ងៃគណិតវិទ្យាបុរាណទេយើងអត់បានចូលដល់ម៉ាត់ modern ទេគេទៅហួសឆ្ងាយទៅហើយព្រោះវាចូលដល់យុគ AI ទៅហើយអញ្ចឹងម៉ាត់ដែលវាសម្រួលទៅដល់ AI ដល់កុំព្យូទ័រនោះវាម៉ាត់ modern ទំនើបទៅហើយបើតាមខ្ញុំគិតយុវជនសពថ្ងៃនៅក្រុងភ្នំពេញនេះ2ឆ្នាំហើយឆ្នាំមុនសាកលវិទ្យាល័យភូមិន្ទភ្នំពេញរើសតែ900នាក់ទេតែចំនួនកង់លីដាដែលដាក់ចូលដល់3000នាក់ឆ្នាំនេះរើសតែ700នាក់ជាងទេតែកង់លីដេហ្នឹងដល់ទៅ2990នាក់ជាងវាច្រើនលើសលប់អញ្ចឹងត្រូវតែប្រឡងជំរុះការដែលខ្ញុំគិតថាគាត់គិតនឹងត្រូវល្អហេតុអីអញ្ចឹងអ្នកចូលមករៀននៅពុទ្ធកសាកលវិទ្យាល័យក៏ដោយនៅសាកលវិទ្យាល័យភ្នំពេញក៏ដោយប្រហែលជា 60% មានបំណងคล้ายខ្លួនទៅជាអ្នកអប់រំបើคล้ายខ្លួនជាអ្នកអប់រំគុណម្ចាស់ឬបងប្អូនទៅគិតមើលទៅតើនៅបឋមសិក្សាមានគ្រូប៉ុន្មាន 100000 នាក់ជាងពីមុនមកលោកច័ន្ទសុភីគាត់ទទួលបន្ទុកនោះឥឡូវគាត់ចូលនិវត្តន៍ហើយគាត់ទៅជាអនុរដ្ឋលេខាធិការនៅក្រសួងអប់រំយុវជនកីឡាគ្រប់គ្រងនោះគាត់ប្រាប់ខ្ញុំគាត់ថាលោកគ្រូខ្ញុំគ្រប់គ្រងថ្នាក់បឋមណាអីវាណាអីវាតូចណាស់ខ្ញុំប្រាប់គាត់វិញថាពីឯងជាអ្នកដែលធ្វើការអស្ចារ្យជាងគេក្នុងក្រសួងអប់រំព្រោះគ្រូច្រើនជាងគេបំផុត 100000 នាក់ជាងហ្នឹងគឺបឋមអ្នកគ្រូអនុវិទ្យាល័យគ្រូវិទ្យាល័យបងអូនមើលចំនួនដែលចេញទៅធ្វើគ្រូបង្រៀនបឋមអនុវិទ្យាល័យគេត្រូវការគ្រូណាគេត្រូវការគ្រូអក្សរសាស្ត្រសឹងតែ40ទៅ50% នៃចំនួន 100000 នាក់ជាងអញ្ចឹងយើងមានលទ្ធភាពទី1ឃើញទេអាចដណ្ដើមយកការងារនឹងបានជីវវិទ្យារូបវិទ្យាវិទ្យាអញ្ចឹងហើយបានចំនួនអ្នករៀននឹងវិទ្យាប៉ុន្តែបើទៅបំរើក្នុងវិស័យវិទ្យាសាស្ត្រវិញណាអត់រូបវិទ្យាអត់ជីវវិទ្យាទៅរួចទេហ្នឹងទី1បញ្ហាទី2ក្រៅពីគ្រូអ្នកអក្សរសាស្ត្រនឹងអាចធ្វើបានច្រើនអូនអាចទៅជាលេខានៅតាមក្រសួងមន្ទីរស្ថាប័នឬក៏តាមក្រុមហ៊ុនដទៃពេលនេះបងជាអ្នកកត់ត្រាជាអ្នកធ្វើរបាយការណ៍ជាអ្នកធ្វើអីសពបែបយ៉ាងជាលេខានឹងមុខរបរដែលយើងត្រូវចាញ់ទៅធ្វើហ្នឹងទី2ទី3បងឃើញអីទៀតទេនៅក្នុងវិស័យសារព័ត៌មានច្រើនណាស់វិស័យសារព័ត៌មានហើយវិស័យសារព័ត៌មានដល់សប្តាហ៍ថ្ងៃនេះវាជាវិស័យទី4ធំទី4ណាមុនយើងមាន3ទេអង្គនីតិបញ្ញត្តិប្រណិប័តតុលាការឥឡូវព័ត៌មានជាអំណាចទី4ហើយព័ត៌មានទៅកាន់ណាពួកអ្នកអក្សរសាស្ត្រឲ្យតែគុណម្ចាស់ឬបងប្អូនយល់ឲ្យច្បាស់ហើយការសិក្សារបស់យើងដិតឲ្យស៊ីជម្រៅយើងងាយនឹងរកការងារធ្វើបានច្រើនជាងក្រៅពីនឹងនៅវិស័យតែងនិពន្ធគុណម្ចាស់បងប្អូនយល់ឃើញថាកែងតែងនិពន្ធសប្តាហ៍ថ្ងៃយើងឃើញតែងនិពន្ធនៅស្រុកខ្មែរយើងវារលំសង់អស់ហើយណាកវីស្មេទាំងអស់ហ្នឹងសឹងអត់ការងារធ្វើបងប្អូនច្រឡំណាបងបើកទូរស័ព្ទមើលហើយមើលក្នុង YouTube ហើយមើលក្នុង Facebook តើមួយថ្ងៃចេញប៉ុន្មានពាន់រឿងលោកម្នាក់ដែលខ្ញុំធ្លាប់ដើរហាត់ប្រាណកាត់មុខផ្ទះគាត់រាល់ថ្ងៃ1ម៉ោង7យប់ហើយខ្ញុំដើរគាត់នឹងអង្គុយមើលរឿងភាពយន្តខ្លីៗរបស់ចិននោះហើយម៉ោង3ភ្លឺគាត់ស្លាប់បាត់ទៅគេនេះគាត់មើលដល់គាត់ស្លាប់ហ่ะអញ្ចឹងវិស័យនោះវាទាញបានការងារច្រើនណាស់ខ្ញុំសូមជម្រាបណាភាពយន្ត Hollywood ណាថតម្ដងចំណាយពី50លានទៅ100លាន
តែចំណូលវិញបានប្រហែលជា4-500លាន1000លានទេភាពយន្តរបស់ចិនសប្តាហ៍ថ្ងៃទៅថតណាចំណាយអស់ប្រហែល10000-20000ដុល្លារគាត់ប្រើ AI ប្រើអីប៉ុន្តែគាត់ទទួលបានទៅវិញទទួលចំណូលទៅវិញសឹងតែក្បែរ1លានអញ្ចឹងរដ្ឋាភិបាលចិនក៏បានប្រាក់អំពីវិស័យភាពយន្តហ្នឹងណាច្រើនមែនតើបងត្រូវដឹងថាមនុស្សស្ដាច់ក៏ដោយរិះក៏ដោយញ៉ឺនដោយមន្ត្រីក៏ដោយអ្នកធ្វើការរាជការដោយអ្នកណាក៏ដោយក៏អានដែរក៏មើលដែរព្រោះហ្នឹងរឿងកំសាន្ត